សួស្តីអ្នកទាំងអស់គ្នាខ្ញុំមានវីដេអូមួយទៅនឹងការធ្វើដំណើររបស់ខ្ញុំមកកាន់ក្រុងពោធិ៍សាត់ថ្ងៃហ្នឹងខ្ញុំអត់មានកម្រងថានឹងធ្វើវីដេអូទៅលេងកម្សាន្តនៅឯណាទេប៉ុន្តែខ្ញុំមានកម្រងមួយចង់រកកន្លែងទេសភាពស្អាតៗនៅពេលស្មើនឹងអញ្ចឹងណាដើម្បីថតផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ចង់ឲ្យអ្នកទាំងអស់គ្នាបន្ធូរអារម្មណ៍នៅពេលចុងសប្តាហ៍អញ្ចឹងណាដោយសារតែនៅពេលចុងសប្តាហ៍ដែលខ្ញុំអាប់ឡូតវីដេអូហើយឥឡូវនេះខ្ញុំបានមកដល់ក្រុមស្ពានមួយហើយស្ពានហ្នឹងគឺជាស្ពានបែរជាស្ពានកវ៉ាត់ក្រុងពោធិ៍សាត់ហើយវាជាស្ពានអាកាសមួយខ្សែអញ្ចឹងណាហើយខ្ញុំក៏មិនដែលបានឃើញពីមុនមកដែរហើយខ្ញុំក៏មិនទាន់បានសិក្សាស៊ីជម្រៅពីស្ពានមួយហ្នឹងដែរអានេះលក្ខណៈថាខ្ញុំធ្វើដំណើរទៅក៏ចៃដន្យនឹងជួបអញ្ចឹងណាដោយសារតែក្តៅពេកក៏ជ្រកមកលុបក្រុមស្ពានហ្នឹងសិនទៅហើយនៅគៀនហ្នឹងក៏គេមានធ្វើការឋានសំណង់អីដែរប៉ុន្តែខ្ញុំក៏ប្រយ័ត្នដែរខ្ញុំនៅកន្លែងដែលអត់មានគេធ្វើអីទេអញ្ចឹងខ្ញុំខ្លាចលោតធ្លាក់របស់របរឲ្យទៅលើមកដែរអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាជិះបន្តទៅមុខទៀតទៅទិសខាងជើងនៃស្ពានហ្នឹងហើយខ្ញុំក៏ចង់បញ្ជាក់ដែរថាស្ពានហ្នឹងនៅខាងជើងទីរួមខេត្តពោធិ៍សាត់ឥឡូវនេះខ្ញុំជិះទៅខាងជើងស្ពានហ្នឹងទៅទៀតដោយសារតែយើងនៅយូរអត់បានទេព្រោះកន្លែងហ្នឹងជាការឋានសំណង់អញ្ចឹងណាវាអាចនឹងធ្លាក់ដែកធ្លាក់អីផ្សេងមកលើយើងអញ្ចឹងហើយយើងជិះបន្តទៅទៀតក្រោយពីយើងសម្រាកមកលុបរួចហើយថ្ងៃហ្នឹងខ្ញុំចង់បញ្ជាក់ទៀតថាខ្ញុំអត់មានកម្រងនឹងតណាទេថ្ងៃហ្នឹងតែឥឡូវនេះខ្ញុំមកដល់ត្រើយខាងកើតនៃស្ពានហ្នឹងហើយឥឡូវទស្សនវិជ្ជានៅខាងកើតស្ពានហ្នឹងហៅទស្សនវិជ្ជានៅខាងកើតស្ទឹងបរោយស្ទឹងពោធិ៍សាត់ឥឡូវនេះបានមើលឃើញហើយថាខ្ញុំហ្នឹងពិតជាឆ្ងល់មែនតើលក្ខណៈ surprise ហ្មងដោយសារយ៉ាងដែលបានដឹងថាស្ពាននឹងមានអញ្ចឹងណាឥឡូវនេះយើងបានឃើញហើយឥឡូវនេះទស្សនវិជ្ជាសំពៅមាសជាទីកន្លែងដែលអ្នកទស្សនាដើរកំសាន្តមកខេត្តពោធិ៍សាត់ហ្នឹងមកដល់ក្រុងពោធិ៍សាត់ហ្នឹងគឺគេគោលដៅគេគឺសំពៅមាសហ្នឹងហើយខ្ញុំចេះតែជិះវិលពេញហ្នឹងឯងជិះពេញក្រុងពោធិ៍សាត់ហ្នឹងចេះជិះទៅឲ្យតែបានជិះអញ្ចឹងណាវាថាមិនមែនថាតនេអត់បញ្ចោចេះជិះទេគ្រាន់ថាយើងលំហែពេលចុងសប្តាហ៍អញ្ចឹងទៅឥឡូវនេះខ្ញុំបានរកកន្លែងសុខស្រួលរបស់ខ្ញុំដែរខ្ញុំឃើញគេលក់អីវ៉ាន់នៅត្រើយខាងកើតនៃស្ទឹងហ្នឹងខ្ញុំឃើញមានរឹងក៏ខ្ញុំចូលមកហូបអីហើយក៏សម្រាកបន្តិចទៅសម្រាកមកលបកមុនយើងទៅផ្ទះអញ្ចឹងណាហើយមានមកលុបដើមឈើដើមដូងអូនិយាយវាមកសេតមកអែមហ្មងហើយអញ្ចឹងហើយខ្ញុំក៏សម្រាកមកលបកសិនទៅហើយទ្រាំតែដល់ម៉ោងទៅផ្ទះសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តដែរថ្ងៃនេះខ្ញុំអត់បាននឹងថតយកអ្វីជាគោលដៅដូចថាយើងទៅដើរលេងនៅណាទេប៉ុន្តែគ្រាន់ថាចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងបានលំហែអារម្មណ៍មួយខ្ញុំដែរនៅពេលចុងសប្តាហ៍